សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាអ្នកប្រើម៉ាស៊ីនច្រូតគ្នាយើងទាំងអស់គ្នាថ្ងៃនេះយើងមកចែករំលែកចំណេះដឹងបន្តិចសម្រាប់ម៉ាស៊ីនច្រូតដែលមានបញ្ហាខ្សោយពិបាកដេរនិងពិបាកពេលក្តៅវាពិបាកឆេះហ្នឹងអាចទស្សនាវីដេអូនេះបន្តិចទៅសម្រាប់ម៉ាស៊ីនច្រូតនេះផងដែរគឺម៉ាស៊ីនច្រូត DC ចិត្តដែលមានបញ្ហាក្តៅពិបាកឆេះហើយបញ្ហារបស់វាគឺវាទាក់ទងទៅជាមួយនឹងកូនជ្រូកប៊ិចទាក់ទងជាមួយនឹងplonser ហើយការជួសជុលរបស់វាគឺបែបនេះឯងយើងដោះ plonser វាដើម្បីយកមកជួសជុលហើយនេះគឺជា plonser ចាស់របស់វាមានបញ្ហាឆ្កូតហើយនឹងដាមយ៉ាងខ្លាំងចឹងហើយបានវាធ្វើឲ្យម៉ាស៊ីនរបស់វាពិបាកឆេះពេលត្រជាក់វាឆេះហើយអាចឆេះទៅបានទេប៉ុន្តែដល់ពេលយើងប្រើក្តៅបន្តិចទៅគឺពេលដែលយើងភ្លួតគឺពិបាកឆេះមកវិញហើយដោយសារតែ plonser របស់វាអស់ខ្លាំងអស់ដូចខ្ញុំបានបង្ហាញអញ្ចឹងវាឆ្កូតស៊ីអស់ខ្លាំងអញ្ចឹងណាហើយនេះគឺគ្រឿងរបស់វានេះគឺខ្ញុំបានលាងសម្អាតហើយយើងរៀបចំចាប់ចូលទៅវិញហើយក្នុងការធ្វើរបស់នេះគឺយើងធានាជូនអតិថិជនទៅវិញថាវាខ្លាំងដូចថ្មីទៅវិញអញ្ចឹងណាហើយនេះយើងដាក់ plonser ថ្មីបើសិនជាបងប្អូនមានចំណាប់អារម្មណ៍អាចចង់តាក់ទងឬយកមកធ្វើឬអាចសាកសួរអីបន្ថែមអាចតាក់ទងមកខ្ញុំបានតាម Facebook page ឬតែការលេខទូរស័ព្ទខ្ញុំដាក់នៅក្នុង Facebook ហ្នឹងណាសម្រាប់ការធ្វើវាក៏អត់ជាស្មុគស្មាញអីបានដែរហើយបញ្ហាដែលវាអស់ plonser ហ្នឹងកត្តាទី1គឺការប្រើរបស់យើងហ្នឹងយើងប្រើដាច់ម៉ាស៊ីនច្រើនហើយនឹងបញ្ហាទី2គឺយើងម៉ាស៊ីនយើងមានទឹកបើយើងការចង់ការពារកុំឲ្យវាចាប់អស់ plonser ហ្នឹងគឺយើងទី1យើងត្រូវតែព្យាយាមដូរតម្រងវាឲ្យបានញឹកញាប់ហើយទី2យើងប្រើកុំឲ្យដាច់ម៉ាស៊ីនខ្លាំងកាលណាថាដាច់ម៉ាស៊ីនញឹកញាប់វាធ្វើឲ្យអាលាក់ plonser អាលាក់តូរបស់វាហើយនេះ plonser ថ្មីគឺយើងដាក់របស់ក្រុមហ៊ុនជូនគាត់តំណងសម្រាប់ការរៀបចំនេះផងដែរគឺយើងធានាជូនអតិថិជនបើសិនជាមានបញ្ហាខ្សោយរត់ដល់យើងជួសជុលជូនគាត់វិញអញ្ចឹងណាហើយសម្រាប់ plonser នេះគឺយើងរៀបចំដាក់ចូលឲ្យគាត់ហើយនេះយើងលាងសម្អាតឲ្យស្អាតជូនហើយសម្រាប់បញ្ហាអស់ plonser នេះផងដែរគឺវាធ្វើឲ្យម៉ាស៊ីនរបស់យើងរត់ខ្សោយខ្លាំងហើយស៊ីមិនស្លាំងហើយពិបាកឆេះអញ្ចឹងហើយបើយើងអត់ជួសជុលវាទេគឺយើងប្រើទៅអត់ចំណេញទេបងប្អូនគឺវាមានបញ្ហាស៊ីម៉ាស៊ីនក៏ខ្លាំងហើយខ្សោយរត់រួចធ្វើឲ្យចាប់ខូចម៉ាស៊ីនលឿនចូលរួចរាល់ហើយបងប្អូននេះខ្ញុំចាប់ចូលយើងទៅចាំប្រឆេះមើលតើវារបៀបអត់ទេណាពីមុនយើងដេររយៈពេល2-3 ដងខ្ទប់អៀខ្ទប់អីមិនឆេះប៉ុន្តែឥឡូវអត់ទេគឺប៉ះសតបានទេហើយបងប្អូនចាំតែស្ដាប់សំឡេងសៀងដល់គ្នាពេលដែលខ្ញុំប្រឆេះតើវាឆេះលឿនប៉ុណ្ណាអញ្ចឹងណាបងប្អូនមានអារម្មណ៍ចង់ជួសជុលចង់យកមកធ្វើអីអាចទាក់ទងមកខ្ញុំបានឬក៏បងប្អូនមានតម្រូវការឆ្ងាយអីបងប្អូននៅក្នុងខេត្តសៀមរាបបើសិនជាមានបញ្ហាខូចបងប្អូនអាចទាក់ទងមកបានបើសិនជាខ្ញុំមានពេលខ្ញុំអាចឆ្លៀតទៅមើលឲ្យដល់ទីតាំងបានអញ្ចឹងណានៅពេលម៉ាស៊ីនច្រូតគឺខ្ញុំទទួលជួសជុលតែប៉ុងហើយជាមួយនឹងគ្រឿងម៉ាស៊ីនវាទេក្រៅពីហ្នឹងគឺខ្ញុំអត់បានធ្វើទេដូចជាប្រភេទគ្រឿងក្រោមគ្រឿងអីគឺខ្ញុំអត់បានទទួលជួសជុលទេតោះឥឡូវយើងទៅស្ដាប់ពេលបច្ចេកទាំងអស់គ្នាតើវារបៀបប៉ុណ្ណាហើយយើងនិយាយទៅវាឆៅប៉ុណ្ណា